បងប្អូនពិតជាឆ្ងល់ហើយម៉ូតូស៊ូមឺនេះកាលពីខែមុនដោយសារម៉ូតូនេះគឺវិញពេកបងប្អូនអរគ្នាបាទម៉ូតូនេះគឺពេលបញ្ឆេះទៅគឺលឺសូមែនតើបាទឥឡូវចាប់ផ្ដើមរើទៅហើយតើវាមានបញ្ហាអ្វីបានជាម៉ូតូនេះគឺលន់ខ្លាំងមែនបងប្អូនអរគ្នាបាទដោយសារម៉ូតូនេះវិញពេកបងប្អូនបាទឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាទៀតទៅបាទហើយម្ចាស់គាត់គាត់ថាជិះទៅលឺស្នូខ្លាំងមែនតើបាទហើយពេលយើងបញ្ឆេះក៏អត់ផ្សេងដែរគឺយើងទួងមកវិញគឺគៀងតែម្ដងបងប្អូនអរគ្នាបាទឥឡូវយើងមើលទាំងអស់គ្នាតើវាមានបញ្ហាអ្វីបានយើងទួងមកវិញហើយក៏នៅតែគៀងដែរបាទឥឡូវយើងមើលទាំងអស់គ្នាបាទនេះឃើញបញ្ហាតិចតិចបងប្អូននេះកំណត់ដេរ៉ាមួយគឺកកន្លែងសប៉ាប់បាទគឺកកន្លែងសប៉ាប់បងប្អូនបាទកកន្លែងហ្នឹងហើយធ្វើឲ្យវាស្ទង់ហាប់ចេញមកកលជាមួយនឹងសប៉ាប់បាទយើងទួងមកវិញនៅកើតបាទហើយបញ្ហានៅលើខាងក្រោយនេះគឺបញ្ហាផ្សេងទៀតបាទឥឡូវយើងចាប់ផ្ដើមដោះនៅប៊ូស៊ីចេញបាទក៏យួរជាមួយនឹងជើងទាចេញមកក្រៅដើម្បីយើងពិនិត្យមើលសប៉ាប់របស់យើងតើវាមានបញ្ហាអ្វីបានជាបណ្ដាលឲ្យម៉ូតូហ្នឹងគឺអត់ឆេះបាទមិនថែមអត់ឆេះគឺឆេះតែវាស្រួលវាលន់បាទវាលន់បងប្អូនគ្នាបាទឥឡូវចាប់ផ្ដើមដោះជាមួយនឹងចេញមកក្រៅមកដើម្បីយើងយួរសប៉ាប់យកទៅសៃបាទឥឡូវយើងចាប់ដើមបោះមើលខ្សៅសិនបាទខ្សៅជើងទាជាមួយនឹងខ្សៅពីញោលកាមគឺប៉ិនគ្នាបងប្អូនអរគ្នាបាទគឺប្របែងប៉ិនគ្នាបាទហើយនេះជាមួយជើងទាបាទឥឡូវជើងទានេះការយើងដោះមកគឺយើងត្រូវចំណាំផងដែរបាទគឺមានអក្សរ I និងអក្សរ E បាទប៉ុន្តែមិនថ្មីទេបងប្អូនបាទយើងមិនចាំចំណាំអក្សរ I អក្សរ E ក៏បានដែរយើងចំណាំតែជើងទាមួយគឺមានពក់បាទហើយមួយទៀតក៏អត់មានបាទចំណាំតែប៉ុណ្្នឹងគឺស្រួលទេមិនចាំចំណាំអក្សរ I អក្សរ E ទេបាទឥឡូវចាប់ផ្ដើមមើលសប៉ាប់យើងអរគ្នាបាទតើសប៉ាប់ហ្នឹងអាចប្រើការកើតឬក៏មិនកើតបាទតើសប៉ាប់ហ្នឹងគឺល្អឬក៏មិនល្អបាទឥឡូវយើងមើលអរគ្នាបាទឡើងកញ្ញប់មកខ្មៅវិញនេះប៉ុន្តែប៉ុណ្្នឹងគឺមិនអីទេជាមួយជើងរុនដាក់ទៅវិញនឹងស្អាតចេះបាទគឺខ្ចីញ៉ាញ់បាទឥឡូវចាប់ផ្ដើមមើលសប៉ាប់មើលឡតតើសប៉ាប់ឬឡតហ្នឹងអាចប្រើការទេបានអត់ឬក៏ដូរតែសប៉ាប់អាចប្រើការបានឬក៏ដូរតែឡតសប៉ាប់នឹងអាចប្រើការបានបាទឥឡូវឆែកមើលវគ្គអញ្ចឹងបងប្អូនបាទយើងយករងស្លឹកដែកអញ្ចឹងសិនបាទដល់ឥឡូវយើងយកចេញហើយបាទចាប់ផ្ដើមឆែកមើលជាមួយនឹងប៊ីស្តុងម្ដងប៊ីស្តុងហ្នឹងតើក្បាត់ចង្ហប់ប៉ុណ្ណាហើយបានដាល់ឲ្យហុយផ្សែងផងបាទឥឡូវដកសំយើងចេញមកក្រៅមកដើម្បីមើលជាមួយនឹងប៊ីស្តុងបាទមើលសំសិនតើវាមានបញ្ហាកន្លែងណាស្កូតឬក៏វាកលាក់ជ្រៅប៉ុណ្ណាបាទខ្ញុំដាក់លួជាមួយនឹងក្បាត់ឲ្យមើលបងប្អូនបាទខ្ញុំយកប៊ីស្តុងចេញហើយជាមួយយើងយកប៊ីស្តុងរុញចូលបាទដើម្បីមើលនៅកម្រិតសប៉ាប់កម្រិតសប៉ាប់ដើម្បីយើងមើលនៅក្បាត់បាទហ្នឹងបងប្អូនបាទគឺចំហខ្លាំងមែនតើកាលណាចំហខ្លាំងប៉ុណ្្នឹងហើយធំហើយគឺបណ្ដាលឲ្យម៉ូតូហ្នឹងគឺអត់មានកម្លាំងណាមួយគឺបណ្ដាលឲ្យហុយផ្សែងផងបាទគេថាម៉ូតូរលងក្បាត់ប៊ីស្តុងបងប្អូនបាទនេះគឺជារលងក្បាត់ប៊ីស្តុងហើយបាទបន្ទាប់ពីយើងសៃសប៉ាប់ឲ្យរួចរាល់ហើយយើងចាប់ផ្ដើមដាក់បញ្ចូលទៅវិញបាទហើយសប៉ាប់របស់យើងគឺដូរសប៉ាប់ថ្មីដាក់សប៉ាប់លោទេគឺដាក់សប៉ាប់ល្អបាទហើយលើចាប់ផ្ដើមលោមើលសាំងសិនបន្ទាប់ពីយើងសៃរួចរាល់ហើយគឺយើងត្រូវលោមើលអញ្ចឹងបងប្អូនបាទមិនមែនតែយើងសៃហើយយើងអត់លោមើលទេបាទកាលណាយើងសៃហើយអត់លោមើលវាសប៉ាប់មិនជ្រាបបណ្ដាលឲ្យម៉ូតូហ្នឹងគឺខ្សោយបាទហើយក៏បញ្ហាក៏ឆ្ងល់ដែរយើងរើម៉ូតូហើយក៏មិនម៉ូតូនេះគឺនៅតែខ្សោយបាទមូទិយ៉ងឥឡូវយើងលួមើលរួចហើយបាទលួមើលខាងប្រេងម្ដងបាទមកយើងលួមើលខាងភ្លើងបាទឥឡូវចាប់ផ្ដើមលួមើលខាងប្រេងម្ដងយើងចាក់សាំងយកអញ្ចឹងបងប្អូនបាទដើម្បីយើងលួមើលតើវាជ្រាបឬអត់បាទបើមិនជ្រាបទេដឹងថាអូខេល្អហើយបាទលួមើលអញ្ចឹងបងប្អូនបាទឥឡូវយើងលួមើល review តិចកន្លែងហ្នឹងបាទមើលចង់ជាងនេះជាបាទអេមហើយបាទជាងឲ្យមួយដៃក៏អេមបងប្អូនបាទឥឡូវយើងលួមើលរួចរាល់ហើយយើងចាប់ផ្ដើមរៀបបញ្ចូលនេះបាទដាក់ប្រេងកន្លែងសប៉ាប់ទីមកដើម្បីយើងការពារបាទក្រៅម៉ាស៊ីនហើយគឺខ្លាយសប៉ាប់នឹងវាជាប់បាទឲ្យមានជារមើលទីមកយើងដាក់បញ្ចូលទៅហើយសប៉ាប់កដាមទៀតក៏ដូចតែគ្នាដែរបាទយើងដាក់បញ្ចូលយ៉ាងហើយប៊ីស្តុងគឺយើងត្រូវដូរប៊ីស្តុងថ្មីតឡើងក្បាត់ថ្មីដើម្បីឲ្យរៀងអេមកវិញបាទហើយប៊ីស្តុងចាស់ក្បាត់ចាស់នេះគឺយើងមិនអាចប្រើការបានទេយើងត្រូវការផ្លាស់ប្ដូរនៅប៊ីស្តុងថ្មីក្បាត់ថ្មីហើយសប៉ាប់យើងគឺប្រើសប៉ាប់ប្រើសប៉ាប់លោទេបាទគឺប្រើសប៉ាប់ល្អបាទយើងសៃអីរួចរាល់ហើយចាប់ផ្ដើមរៀបដាក់គុំចូលទៅវិញតែជាមួយនឹងជើងទាបើសិនយើងដោះមកហើយឃើញស្នឹមគឺយើងខាត់ទីមកបងប្អូនបាទយើងខាត់ដាក់រៀងលងទីមកកាលណាបើជើងទាហ្នឹងគឺតឹងពេកក៏បណ្ដាលឲ្យជើងទាហ្នឹងវាឆាប់រីឆេះផងដែរបងប្អូនបាទវាបណ្ដាលឲ្យរីឆេះផងដែរបងប្អូនអាចឃើញហើយបាទយើងដោះជាមួយនឹងមកឃើញស្នាមឆេះបាទគឺអត់មានប្រេងរបស់ហ្នឹងបងប្អូនបាទឥឡូវយើងផ្លុំដូចជាសិនដើម្បីរៀបជាមួយនឹងចូលស្ប៉ាប់បាទហើយការដាក់បញ្ចូលគឺស្រួលទេបងប្អូនបាទគឺគ្រូយកតែដៃយើងសង្កត់តិចគឺអាចបញ្ចូលទៅបានហើយគឺបាទព្រោះយឺសរៀងទុនដែរបាទបើប្រភេទពួកសងសេរីចាស់អីគឺយើងមិនអាចដាក់ចូលទេបាទពួកប្រភេទ03ដោយសាររសឿននេះរៀងតឹងបាទរៀងតឹងរៀងរឹងណាបងប្អូនបាទរៀងរឹងអញ្ចឹងប្រភេទគុំម៉ូតូនេះគឺយើងស្រួលបញ្ចូលបន្តិចបាទយើងសង្កត់តែដៃយើងតិចមកគឺចូលបាត់ហើយមិនចាំយកឲ្យសោឲ្យយកសង្កត់ទេបាទជាមួយនឹងសង្កត់ឲ្យមើលបងប្អូនបាទយើងដាក់ចូលរួចហើយយើងយកដៃយើងមកបាទសង្កត់ចេញមកនេះឃើញបងប្អូនបាទក្រឹបបាទរួចរាល់បាត់ហើយប៉ុណ្ណឹងបងប្អូនបាទប៉ុណ្ណឹងគឺរួចរាល់ហើយបាទហើយបន្តទៀតគឺយើងយកជាមួយនឹងសប៉ាប់របស់យើងមកបាទ
ជាមួយជើងទាច្រឡំយកសប៉ាវាបងប្អូនបាទដូចជាមួយនឹងជើងទារបស់យើងបាទវគ្គនេះគឺវគ្គសំខាន់មកដែរបាទកាលណាបើយើងដាក់ជើងទាខុសមកដល់ឲ្យម៉ូតូនឹងគឺឆេះស្រួលទេបាទពេលយើងឆេះទៅហឹបដេកឆេះទេតាបើយើងទួងមកវិញគឺឆេះឥឡូវយើងខាត់ជាមួយនឹងអាក់របស់យើងសិនដើម្បីដាក់រីងលងតិចបាទការយើងដោះមកគឺរីងស្នឹមគឺរីងអេមតឹងមែនតើគឺពិបាកឥឡូវយើងខាត់ឲ្យរីងលងមកជូនស្អាតហើយយើងដាក់ជាមួយនឹងប្រេងឥឡូវចាប់ដាក់ចូលដៃខ្នើយហើយខ្នើយគឺមានចំណុចសំខាន់ដែរកន្លែងដៃយើងចោលបងប្អូនបាទគឺកន្លែងហ្នឹងគឺសំខាន់មែនតើបាទគឺកន្លែងហ្នឹងសឹកហើយគឺបញ្ហាដូចជាមួយនឹងយើងដាក់ចង្ទាខុសចឹងបាទពេលយើងដេកទៅហឹបអត់ឆេះទេបាទកន្លែងដៃយើងចោលហ្នឹងអាហ្នឹងក៏សំខាន់ដែរបងប្អូនអរគ្នាបាទមានការៈបញ្ហាដូចជាភ្នែកដេកចឹងហើយយើងដេកទៅអត់ឆេះទេបាទកន្លែងដៃយើងចោលជាមួយយើងដាក់ចូលទៅហើយជាមួយយើងយកកន្លែងហ្នឹងគឺយកចេញមកម្ដងទៀតបាទដើម្បីឲ្យបងប្អូនមើលច្បាស់បន្តិចបាទអានេះខ្ញុំយកចេញភាសាថ្មីនេះយកជាមួយនឹងខ្នើយចេញភាសាថ្មីដើម្បីឲ្យបងប្អូនមើលឲ្យច្បាស់បន្តិចបាទភាសាកន្លែងហ្នឹងគឺសំខាន់ណាស់បងប្អូនបាទសំខាន់ណាស់កន្លែងហ្នឹងបាទឥឡូវជាមួយចង្ទាសិនបាទនេះអក្សរ E ហើយនេះគឺជាអក្សរ I មើលទៅច្បាស់ណាស់បងប្អូនបាទមើលទៅច្បាស់ដល់កន្លែងហ្នឹងបាទហើយនេះអក្សរ I បាទហើយនេះគឺចំណែកអក្សរ E ឃើញចង្ទាពីរហ្នឹងគឺខុសគ្នាបងប្អូនបាទមួយគឺមានកន្លែងជ្រុងតិចបងប្អូនឃើញអត់បាទមួយគឺរាងមូលមួយរាងជ្រុងតិចបាទអាកន្លែងជ្រុងហ្នឹងគឺយើងដាក់ជាមួយនឹងតូមតិចខ្នើយបាទដាក់ជាមួយតូមតិចខ្នើយឃើញខុសគ្នាអត់បងប្អូនបាទជាមួយគ្នាកន្លែងខ្ញុំយកខ្នើយចេញសាថ្មីបាទយកខ្នើយចេញមកសាថ្មីមកជាមួយយើងមើលតើវាមានកន្លែងណាដាក់កន្លែងនេះបាទឥឡូវយកចេញមកក្រៅសិនមិនចេះយកចេញមកក្រៅការហ្នឹងជាងបាទវាទៅយកចេញពីម្ដងនេះឃើញបងអាកន្លែងខ្ញុំចោលហ្នឹងគឺកន្លែងនេះគឺសំខាន់ណាស់បាទបើកាលណាសឹកអាកន្លែងដៃខ្ញុំចោលហ្នឹងហើយគឺបណ្ដាលឲ្យម៉ូតូហ្នឹងគឺឆេះដេកឆេះទេនេះគឺត្រូវកន្លែងហ្នឹងអញ្ចឹងបងប្អូនបាទគឺមានពោកកន្លែងហ្នឹងឃើញអត់បងប្អូនគឺត្រូវជាប់មកកន្លែងដៃខ្ញុំដាក់នេះកន្លែងស្ប៉ាត់ហ្នឹងបងប្អូនឥឡូវយើងមើលយើងដាក់បញ្ចូលបាទជាមួយនឹងជើងទាពោកហ្នឹងដាក់ជាមួយនឹងកន្លែងតូមតិចចកាមច្រឡំតូមតិចខ្នើយបាទឥឡូវចាប់ដាក់បញ្ចូលទៅហើយអត់មានអីពិបាកទេបងប្អូនបាទបើបងប្អូនចំណាំអក្សរ I អក្សរ E ទេយើងចំណាំតែកន្លែងពោកហ្នឹងមកបាទអាកន្លែងរីងជ្រុងហ្នឹងមកច្បាប់ទៀតជើងទាហ្នឹងគឺខុសគ្នាបាទមួយរីងជ្រុងមួយរីងអត់ជ្រុងទេរីងមូលខុសគ្នាបន្តិចបាទគ្រាន់តែចំណាំតែកន្លែងហ្នឹងមកបានហើយឥឡូវយើងដាក់បញ្ចូលទៅបាទកុំឲ្យនិយាយរ៉ាត់អីវិញឆ្ងាយច្រើនពេកខ្លាចបងប្អូនធុញបាទឥឡូវចាប់ដាក់បញ្ចូលទៅបាទវាទៅហ្នឹងគឺរីងវែងតិចបងប្អូនបាទឥឡូវចាប់ដាក់បញ្ចូលទៅជាមួយនឹងអាក់របស់យើងហើយអាក់ហ្នឹងគឺមានវែងមានខ្លីផងដែរបងប្អូនគ្នាបាទហើយកន្លែងមានរុនដាក់ជាមួយនឹងច្រឹងផងដែរបើយើងដាក់ខុសគឺដាក់ច្រឹងអត់ចូលទេបាទច្រឹងចៅមិនសិនណាច្រឹង4ណាយើងដាក់ចូលទេបាទឥឡូវចាប់ដើមមួយជាមួយនឹងជើងទារួចរាល់ហើយបាទជាមួយខ្ចៅមុខអាក់បាទអាចជើងទាហើយនេះគឺជាសភាពខាងមួយខាងភ្លើងមួយខាងប្រេងបាទឥឡូវយើងដាក់ខាងភ្លើងរួចរាល់ហើយដាក់ខាងប្រេងម្ដងបាទយើងលេងជាមួយយកដាក់ចូលទៅហើយសភាពបាទបងប្អូនអរគ្នាសភាពគឺត្រូវប្រើសភាពល្អបងប្អូនបាទកុំដាក់សភាពលូបាទគឺដាក់សភាពលូគឺយើងប្រើប្រាស់បានយូរទេគឺសភាពហ្នឹងគឺឆេះដល់បងប្អូនអរគ្នាបាទគឺឆេះហើយការរឹតសប៉ាប់គឺសេរីសប៉ាប់ក៏ដូចគ្នាដែរបងប្អូនយកអេមខ្លាំងពេកម៉ូតូនោះដឹងតែស្ងាត់ហើយបាទបើជិះមិនបានកន្លះខែទេគឺដឹងតែឆេះហើយសប៉ាប់បាទគឺបណ្ដាលឲ្យម៉ូតូនេះគឺខ្សោយតែម្ដងបាទហើយការថ្លឹងសប៉ាប់នេះគឺយើងមានរបស់បាទមានຂະຫນາດយើងសម្រាប់បោះផងដែរមិនមែនចេះតែដាក់តែបរិសបរោះទេបងប្អូនបាទអញ្ចឹងគឺថាធ្វើអ្វីមួយគឺត្រូវតែមានគ្រូមិនមែនចេះដោយឯងទេបាទចេះតែឯងគឺចេះខ្លះគឺចេះអត់ប្រយោជន៍ទេបាទបងប្អូនបាទឥឡូវចាប់ផ្ដើមយើងដាក់បញ្ចូលទៅរួចរាល់ហើយបាទមានប្រវល់មើលបាទខ្លាចវាមានបញ្ហាអ្វីបាទសេរីជាមួយនឹងអាក់ពុះជាមួយនឹងខ្នើយចូលតិចបាទយកខ្សៅមួយមូទប់កន្លែងជាមួយនឹងខ្នើយសិនបើយើងដាក់ខ្សៅនឹងទប់ទេគឺមិនដល់ឲ្យខ្នើយនឹងចេញមកខាងក្រៅបាទអញ្ចឹងយើងមូខ្សៅក្រៅតោលេខ10យើងមកបាទខ្សៅមួយគឺមានរងបាទសារ៉ាប់ទប់ជាមួយនឹងខ្នើយដើម្បីការពារកុំឲ្យចេញមកក្រៅបងប្អូនគ្នាបាទអូខេបងប្អូនកន្លះយើងពេលយើងលាងស្អាតទៅគឺចាំងភ្លឺតែម្ដងបាទចាំងភ្លឺពេលយើងរើមកសាមុនគឺសិតតែប្រេងក្រាបខ្មៅក្របខាំក្រាបចំហ្នឹងបណ្ដោយបាទឥឡូវរួចរាល់ហើយដាក់ថនបណ្ដោយទៅបងប្អូន